តើវានឹងបញ្ចប់យ៉ាងងាយស្រួលបែបនេះឬហើយចុងក្រោយរបស់ខ្ញុំនឹងត្រូវបានសរសេរដូចនេះឬគាត់កំពុងរំលឹកគ្រប់ពេលវេលានៃជីវិតរបស់ខ្លួនតើគាត់ជាមនុស្សដែលបរាជ័យម្នាក់ឬហើយបន្ទាប់ពីស្ដាប់ការចំអកនិងការប្រមាថគ្រប់យ៉ាងគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយថ្ងៃនេះគាត់បានមកដល់កម្រិតនេះប៉ុន្តែទោះបីជាមកដល់ទីនេះហើយក៏គាត់នៅតែត្រូវបានបោកបញ្ឆោតទៀតដោយសារតែត្រូវគេធ្វើបាបនិងរុញរានពីគ្រប់ទិសទីយុនហ្វីទើបមានភាពក្លាហានដើម្បីឈានដល់កម្រិតមហាអំណាចដ៏ខ្លាំងបែបនេះប៉ុន្តែគាត់មិនអាចបន្តទៅមុខបានទៀតទេហើយថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានបញ្ចប់ហើយមិត្តភ័ក្តិរបស់គាត់សមាជិកគ្រួសាររបស់គាត់មនុស្សគ្រប់គ្នាក៏ត្រូវបានសម្លាប់អស់យុនហ្វីគិតថាគាត់នឹងសងសឹកជំនួសមនុស្សគ្រប់គ្នាប៉ុន្តែថ្ងៃនេះគាត់ក៏កំពុងស្លាប់ដែរគាត់និយាយថាខ្ញុំមិនដែលស្រមៃថាខ្សែជីវិតចុងក្រោយរបស់ខ្ញុំនឹងត្រូវបានសរសេរដូចនេះឡើយបន្ទាប់ពីយុនហ្វីស្លាប់នៅទីនេះពួកយើងត្រឡប់ទៅអតីតកាលភ្លាមនៅពេលដែលយុនហ្វីនៅតែខ្សោយហើយនៅពេលនោះគាត់គ្មានការអភិវឌ្ឍធម៌ពលអ្វីទេមនុស្សគ្រប់គ្នាតែងតែសើចចំអកលើគាត់នៅទីនេះយុនហ្វីមានអារម្មណ៍ថាចម្លែកខ្លាំងណាស់យុនហ្វីនិយាយក្នុងចិត្តថាតើមានអ្វីកើតឡើងចំពោះខ្ញុំកំពុងស្លាប់ខ្ញុំទើបតែដកដង្ហើមចុងក្រោយតែហេតុអ្វីបានជាខ្ញុំមកដល់ទីនេះភ្លាមបែបនេះនេះគឺជាពេលវេលាដូចគ្នាដែលខ្ញុំបានចាប់ផ្ដើមបណ្ដុះបណ្ដាលធម៌ពលរបស់ខ្ញុំបន្ទាប់ពីស្ដាប់ការប្រមាថពីមនុស្សគ្រប់គ្នាតើវាអាចជាធម៌ពលនៃការកើតជាថ្មីដែលខ្ញុំបានបណ្ដុះបណ្ដាលទើបនឹងផ្ដល់ឱកាសឲ្យខ្ញុំរួមម្ដងទៀតឬវាបាននាំខ្ញុំមកកាន់ប្រាសាទមួយដែលជាកន្លែងចាប់ផ្ដើមបណ្ដុះបណ្ដាលធម៌ពលរបស់ខ្ញុំនៅទីនោះក៏មានបុរសម្នាក់ឈ្មោះឈិនហ្វុងដែលស្ថិតនៅកម្រិតទី3នៃការបណ្ដុះរាងកាយគាត់កំពុងចំអកយុនហ្វីថាយុនហ្វីគឺជាមនុស្សបរាជ័យធំបំផុតនៅទីនេះពួកយើងមិនដែលឃើញមនុស្សបរាជ័យធំបែបនេះក្នុងជីវិតឡើយមនុស្សគ្រប់គ្នាដែលមកមើលការប្រកួតនេះក៏កំពុងចំអកយុនហ្វីថាគាត់ជាមនុស្សបរាជ័យដល់ថ្នាក់សំបីតែឈរក៏មិនចេះឲ្យត្រឹមត្រូវផងប៉ុន្តែយុនហ្វីមិនយល់ថាមានអ្វីកើតឡើងចំពោះខ្លួនឡើយគាត់និយាយទៅឈិនហ្វុងថាឈិនហ្វុងអ្នកនៅរួមមែនទេអ្នកបានស្លាប់ទៅហើយតាំងពីយូរតើមានអ្វីកើតឡើងចំពោះខ្ញុំតើខ្ញុំមកដល់ទីណាឈិនហ្វុងនិយាយថាអ្នកហ៊ាននិយាយថាអ្នកសម្លាប់ខ្ញុំឬខ្ញុំនឹងមិនលើកលែងឲ្យអ្នកឡើយគាត់កំពុងត្រៀមប្រើធម៌ពលវាប្រហារយុនហ្វីប៉ុន្តែពេលនោះមានបុរសម្នាក់ឈ្មោះសាវមូដែលជាមិត្តរបស់យុនហ្វីចូលមកកណ្ដាលហើយរារាំងឈិនហ្វុងមិនឲ្យវាប្រហារលើយុនហ្វីនៅពេលយុនហ្វីពិនិត្យខ្លួនឯងគាត់ដឹងថាគាត់បានត្រឡប់មកអតីតកាលរបស់ខ្លួនឯងវិញប៉ុន្តែគាត់នៅតែមានធម៌ពលបណ្ដុះបណ្ដាលដែលបានប្រមូលផ្ដុំអស់រយៈពេលរាប់ពាន់ឆ្នាំឥឡូវនេះគាត់បានចាប់ផ្ដើមជីវិតរបស់ខ្លួនឡើងវិញប៉ុន្តែមានបទពិសោធន៍បណ្ដុះបណ្ដាលរាប់ពាន់ឆ្នាំដែលធ្វើឲ្យគាត់ក្លាយជាអ្នកបណ្ដុះបណ្ដាលលេខ1នៃសម័យនេះយុនហ្វីមិនបានសប្បាយចិត្តនឹងអ្វីដែលបានកើតឡើងដល់អស្ចារ្យនេះទេគាត់ដឹងច្បាស់ថានៅក្នុងជីវិតមុនគាត់បានទទួលការធ្វើបាបប៉ុន្មានការប្រមាថប៉ុន្មានមនុស្សប៉ុន្មានដែលគាត់មិនអាចប្រកួតប្រជែងបានប៉ុន្តែឥឡូវនេះគាត់មានធម៌ពលបណ្ដុះបណ្ដាលរបស់ខ្លួនវិញដែលមានអាយុកាលរាប់ពាន់ឆ្នាំបើមាននរណាម្នាក់ហ៊ានមករំខានគាត់ម្ដងទៀតគាត់អាចបំផ្លាញសម្បីតែគ្រួសាររបស់មនុស្សនោះបានជីវិតដែលគាត់ធ្លាប់រស់នៅពីមុននេះពោពេញដោយការសោកស្ដាយនិងអារម្មណ៍ខុសឆ្គងឥឡូវនេះដល់ពេលដែលគាត់ត្រូវសងសឹកវិញហើយគាត់នឹងមិនលែងមនុស្សណាម្នាក់ដែលធ្លាប់ធ្វើបាបគាត់ឡើយក្នុងរយៈពេលប៉ុន្មាននាទីមនុស្សបរាជ័យម្នាក់ដែលស្ថិតនៅក្នុងពិភពនេះយុនហ្វីបានក្លាយជាមនុស្សខ្លាំងក្លាយ៉ាងខ្លាំងបន្ទាប់ពីទទួលបានធម៌ពលពីជីវិតមុនរហូតដល់សប្តាហ៍ថ្ងៃគ្មានអ្នកបណ្ដុះបណ្ដាលណាខ្លាំងជាងគាត់ទៀតឡើយយុនហ្វីនិយាយថាពេលដែលជីវិតបានផ្ដល់ឱកាសឲ្យខ្ញុំរួមម្ដងទៀតខ្ញុំនឹងធ្វើឲ្យជីវិតនេះសប្បាយរីករាយដល់ថ្នាក់គ្មានអ្វីអាចកញ្ញាបានខ្ញុំនឹងធ្វើអ្វីទាំងអស់ដែលខ្ញុំធ្លាប់ចង់ធ្វើប៉ុន្តែមិនអាចធ្វើបានសាវមូបានទៅប្រយុទ្ធជាមួយឈិនហ្វាងដើម្បីការពារយុនហ្វីប៉ុន្តែស្ថានភាពរបស់សាវមូកាន់តែអាក្រក់ឈិនហ្វាងវាគាត់យ៉ាងខ្លាំងសាវមូស្ថិតនៅកម្រិតទី1នៃការបណ្ដុះរាងកាយប៉ុន្តែគាត់ជាមិត្តល្អរបស់យុនហ្វីដូច្នេះគាត់មិនអនុញ្ញាតឲ្យមានអ្វីកើតឡើងចំពោះយុនហ្វីឡើយឈិនហ្វាងនិយាយទៅសាវមូថាខ្ញុំគិតថាអ្នកក៏ចង់ស្លាប់ដែរថ្ងៃនេះខ្ញុំនឹងសម្លាប់ទាំងយុនហ្វីនិងសាវមូគាត់វាយប្រហារសាវមូភ្លាមព្យាយាមសម្លាប់គាត់ប៉ុន្តែគាត់មិនអាចធ្វើបានទេមុននោះយុនហ្វីបានមកឈរនៅមុខសាវមូអាវរ៉ាដែលបញ្ចេញពីរាងកាយគាត់ធ្វើឲ្យឈិនហ្វាងមិនអាចសំបីតែផ្លាស់ទីបាននៅពេលនេះកម្រិតបណ្ដុះរបស់យុនហ្វីគឺកម្រិតទី3នៃការបណ្ដុះរាងកាយប៉ុន្តែបើនិយាយអំពីធម៌ពលពិតប្រាកដរបស់គាត់នៅតែស្ថិតក្នុងអាណាចក្រព្រះចៅអធិរាជលើមេឃគាត់អាចប្រើធម៌ពលនៃអាណាចក្រនោះបានដូច្នេះហើយឈិនហ្វាងមិនអាចវាយប្រហារគាត់បានឡើយយុនហ្វីចាប់អូសគាត់មកម្ដងមួយហើយវាយគាត់យ៉ាងខ្លាំងធ្វើឲ្យថ្កាមរបស់ឈិនហ្វាងដូចជាបែកហើយស្ថានភាពរបស់គាត់ទ្រុឌទ្រោមជាខ្លាំងគ្មាននរណាម្នាក់យល់ថាមានអ្វីកើតឡើងឡើយយុនហ្វីធ្លាប់ជាមនុស្សបរាជ័យទាំងស្រុងតែហេតុអ្វីបានជាគាត់ក្លាយជាមនុស្សដែលខ្លាំងបែបនេះត្រឹមតែមួយផ្លែតសោះដូចជាមានធម៌ពលច្រើនដល់ថ្នាក់មិនអាចគណនាបានក្នុងជីវិតមុនយុនហ្វីបាននិយាយថាខ្ញុំជាព្រះចៅអធិរាជលើមេឃខណៈដែលអ្នកគ្រាន់តែជាក្មេងម្នាក់ឈិនហ្វាងអ្នកគិតថាអ្នកអាចធ្វើឲ្យខ្ញុំរបួសនៅទីនេះបានឬអ្នកដឹងទេថាការត្រឡប់មករស់ឡើងវិញមានអារម្មណ៍យ៉ាងដូចម្ដេចអ្នកមិនអាចយល់បានទេព្រោះអ្នកមិនធ្លាប់ត្រឡប់មករស់ឡើងវិញឡើយតែខ្ញុំបានធ្វើវារួចហើយគាត់ទះមួយទៀតហើយវាឈិនហ្វាងយ៉ាងខ្លាំងឈិនហ្វាងក្រីក្រមានស្ថានភាពទ្រង់ជាខ្លាំងគាត់ធ្លាប់តែចាត់ទុកយុនហ្វីជាមនុស្សបរាជ័យហើយវាធ្វើឲ្យគាត់ឲ្យអាម៉ាស់នៅមុខមនុស្សគ្រប់គ្នាយុនហ្វីទៅរកសាវមូហើយនិយាយថាសាវមូអ្នកមិនអីទេអ្នករបួសទេកុំបារម្ភអីចាប់ពីពេលនេះទៅគ្មាននរណាអាចរំខានខ្ញុំឬរំខានអ្នកបានទៀតឡើយយុនហ្វីប្រកាសថានៅក្នុងសាលាចន្ទ្រារបស់ពួកយើងបើមាននរណាម្នាក់ហ៊ានធ្វើបាបសាវមូឬខ្ញុំនឹងធ្វើឲ្យគេអាក្រក់ជាងឈិនហ្វាងខ្ញុំនឹងលុបគេចេញពីពិភពលោកដូច្នេះអ្វីដែលល្អគឺកុំមាននរណាម្នាក់ហ៊ានមករំខានពួកយើងអីនេះគឺជាការប្រមានលើកដំបូងរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាសាវមូមិនសប្បាយចិត្តទេគាត់ទៅរកយុនហ្វីហើយនិយាយថាយុនហ្វីអ្នកបានទទួលធម៌ពលបណ្ដុះរបស់អ្នកវិញហើយពីព្រោះសរសៃធម៌ពលរបស់អ្នកត្រូវបានបំផ្លាញដោយសារត្រូវគេវាយប៉ុន្តែឥឡូវនេះវាហាក់ដូចជាសរសៃធម៌ពលរបស់អ្នកល្អវិញហើយដូច្នេះហើយអ្នកទើបអាចវាយឈិនហ្វាងបានយ៉ាងខ្លាំងបែបនេះ
អ្នកដឹងទេខ្ញុំពិតជាសប្បាយចិត្តសម្រាប់អ្នកណាស់បន្ទាប់មកមានក្មេងស្រីម្នាក់ឈ្មោះស៊ីវឌីដែលមកពីគ្រួសារស៊ីមកដល់ទីនោះកម្រិតបណ្ដុះបច្ចុប្បន្នរបស់នាងគឺកម្រិតបណ្ដុះរាងកាយ